ផលនៃការសង្រួមកិរិយាមេរយាទក្រោយពេលដែលអ្នកបានវឹកសង្រួមកិរិយាមេរយាទយ៉ាងដូចនេះជារៀងរាល់ថ្ងៃមកជាហេតុឲ្យសរីរៈរាងកាយរបស់អ្នកមានពណ៌ស្រស់ហើយរឹងប៉ឹងតែមានចិត្តទន់ភ្លន់សុភាពរាបសារមានសតិគឺការរលឹកបាននិងសម្បជញ្ញៈគឺការដឹងខ្លួនក្នុងការធ្វើចលនាផ្សេងមានការពេញចិត្តស្រឡាញ់ការងារទូទៅសូម្បីដាំបាយក៏យកចិត្តទុកដាក់ជួយអ្នកម្ដាយដែររបៀបវឹកហាត់សតិដោយស្ដាប់គ្រូអធិប្បាយការវឹកហាត់សតិស្ដាប់គ្រូនឹងធ្វើឲ្យអ្នកបានយល់មេរៀននោះយ៉ាងច្បាស់លាស់ចាំបានស្ទាត់ជំនាញមិនងាយភ្លេចទៀតផងវិធីវឹកហាត់មាន3បែបគឺ 1. គិតត្រេះរិះតាមពាក្យពន្យល់របស់លោកគ្រូអ្នកគ្រូមិនបណ្ដោយចិត្តឲ្យអណ្ដែតអណ្ដូងទៅតាមអារម្មណ៍រវើរវាយគឺតាំងចិត្តស្ដាប់លោកគ្រូអ្នកគ្រូតែម្យ៉ាងប៉ុណ្ណោះ 2. សន្ទនាជាមួយគ្រូហ៊ានលើកដៃសួរលោកគ្រូអ្នកគ្រូនៅពាក្យណាដែលពុំសូវយល់ការសាកសួរនិងការតបក្នុងពេលរៀននេះជាហេតុឲ្យអ្នករំភើបមានការនឹកឃើញនិងយល់ហើយកត់សម្គាល់ចំណាំទុកដើម្បីបានចាំរហូតមួយជីវិតទៀតផង 3. ធ្វើការប្រៀបធៀបរវាងមេរៀនចាស់និងមេរៀនថ្មីឬវិជ្ជាថ្មីរាវរកចំណុចខុសប្លែកពីគ្នាដើម្បីពង្រីកការយល់ដឹងឲ្យរឹតតែច្បាស់លាស់ថែមទៀតការវឹកហាត់បែបនេះហៅថាវិបស្សនាគឺជាវិជ្ជាសំខាន់បំផុតក្នុងពុទ្ធសាសនាវិជ្ជានេះឯងដែលនឹងជួយឲ្យអ្នកកើតបញ្ញាញាណយ៉ាងទូលំទូលាយរឹតតែប្រសើរឡើង